សិក្ខាសាលាផ្ដល់សុពលភាពស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលវគ្គវិក្រិតការនិងសុក្រិតការពាក់ព័ន្ធជំនាញផែនការនិងស្ថិតិសិក្ខាសាលាផ្ដល់សុពលភាពស្ដីពីលទ្ធផលនៃការសិក្សាវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលវគ្គវិក្រិតការនិងសុក្រិតការពាក់ព័ន្ធជំនាញផែនការនិងស្ថិតិក្រមអធិបតីភាពលោកជំទាវជូពុទ្ធីនីអនុរដ្ឋលេខាធិការក្រសួងផែនការតំណាងដ៏ខ្ពង់ខ្ពស់អាយដាមប៊ិនត្រឆៃរដ្ឋមន្ត្រីក្រសួងផែនការនាព្រឹកថ្ងៃទី2ខែធ្នូឆ្នាំ2025នៅសន្តាគារភ្នំប្រោះខេត្តកំពង់ចាមសិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីអាយដាមឃ្លុតផនប្រធានក្រុមប្រឹក្សាខេត្តនិងលោកគុណសុភីអភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់អាយដាមអ៊ុនចិន្តាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមលោកស្រីតំណាងមន្ទីរអង្គភាពជំវិញខេត្តព្រមទាំងលោកស្រីតំណាងរដ្ឋបាលក្រុងស្រុកទាំង10និងអ្នកពាក់ព័ន្ធជាច្រើនអ្នកផងដែរលោកគុណសុភីអភិបាលរងខេត្តបានមានប្រសាសន៍ថានៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1បានកំណត់យកអតិភិបគន្លឹះ5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាជាពិសេសគឺបច្ចេកវិទ្យា Digital សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី4និងបរិវត្តកម្ម Digital នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជាព្រមទាំងតម្រូវការក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចដែលជាគ្រឹះនិងមធ្យោបាយដ៏សំខាន់នៃការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ2030និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ2050ការអភិវឌ្ឍមូលធនមនុស្សគឺស្ថិតនៅក្នុងមុំទី1ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ទៅលើការអភិវឌ្ឍសមត្ថភាពរបស់មន្ត្រីរាជការស៊ីវិលនៅគ្រប់លំដាប់ថ្នាក់នៅក្នុងឱកាសនោះដែរលោកជំទាវជូពុទ្ធីនីអនុរដ្ឋលេខាធិការក្រសួងផែនការបានមានប្រសាសន៍ថាក្រសួងផែនការដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកនាំនិងធ្វើគ្រប់វិស័យផែនការបច្ចេកទេសប្រជាជននិងអភិវឌ្ឍប្រទេសពិសេសការធានានូវទិន្នន័យជាក់លាក់គ្រប់ជ្រុងជ្រោយដែលអាចជឿជាក់ទុកចិត្តបានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរៀបចំនិងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពតាមវិស័យនានាចំគោលដៅនិងមានប្រសិទ្ធភាពខ្ពស់លោកជំទាវបានបន្តថាជាក់ស្ដែងថ្ងៃនេះសាលាជាតិផែនការនិងស្ថិតិបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះដើម្បីផ្ដល់សុពលភាពលើលទ្ធផលនៃការសិក្សាវាយតម្លៃតម្រូវការបណ្ដុះបណ្ដាលវគ្គវិក្រិតការនិងសុក្រិតការពាក់ព័ន្ធជំនាញផែនការនិងស្ថិតិជូនមន្ត្រីទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ